គេនិយាយដល់ខ្មែរគេនិយាយដល់អង្គរវត្តហើយអង្គរវត្តនោះជាសំណង់សាសនាណាដែលបុព្វបុរសយើងលោកធ្វើទុកមកឲ្យអញ្ចឹងសំណង់សាសនាបានប៉ុណ្ណេះណាក្នុងសម័យកាលជាង 1000 ឆ្នាំមុនណាមិនមែនជារឿងចែកដានមិនមែនជារឿងធម្មតាទេអញ្ចឹងពលីកម្មរបស់ពួកគាត់ក្នុងសម័យនោះវាច្រើនជាងយើងទៅទៀតវាសម្បូរហូរហៀជាងយើងទៅទៀតទៅសំណង់សាសនារបស់គាត់ក្នុងសម័យនោះវាល្អប្រណិតវិចិត្រមហិមាដល់ថ្នាក់ហ្នឹងណាហើយនោះជារបស់ដូនតាយើងបន្សល់ឲ្យយើងក្នុងសម័យបច្ចុប្បន្នប៉ុន្តែយើងសម័យបច្ចុប្បន្ននេះពេលដែលយើងស្លាប់ចាកផែនដីនេះទៅផ្ទះរបស់អស់លោកអ្នកមិនប្រកាសថានៅជាផ្ទះរបស់អស់លោកអ្នកទៀតទេទ្រព្យសម្បត្តិខ្សែកខ្សែដៃខ្សែជើងដីធ្លីទ្រព្យសម្បត្តិយានយន្តមុខតំណែងគេឈ្មោះកិត្តិយសទាំងអស់នោះអត់នៅជាមួយយើងបាន100 ឆ្នាំទៀតទេគ្រប់គ្នានោះយើងនឹងបដូរម្ចាស់ប៉ុន្តែយើងបានបន្សល់អីទុកឲ្យកូនចៅយើងចំនួនក្រោយហើយនៅថាអត់ទេអញ្ចឹងក្នុងនាមយើងជាពុទ្ធសាសនិកក្នុងនាមយើងជាខេមរៈជាតិយើងមានតែបន្សល់ទុកនៅសំណង់សាសនាតាមរយៈវត្តអារាមដើម្បីបន្សល់ជាកេរមរតកទៅដល់កូនចៅយើងចំនួនក្រោយឲ្យបានបង្ហាញឲ្យឃើញបញ្ជាក់ឲ្យឃើញថាអរិយធម៌ក្នុងចំនួនយើងនេះវាបែបនេះអញ្ចឹងមនុស្សខាងក្រៅគេមានទឹកតាងអំណះអំណាងក្នុងការឈរជើងដើម្បីថែរក្សានៅអត្តសញ្ញាណរបស់ជនជាតិយើងណាដែលគេចោទប្រកាន់ថាកសាងវត្តអារាមឥតប្រយោជន៍មិននាំគ្នាទៅកសាងសាលារៀនអីហ្នឹងសិតតែពាក្យដែលគេថាឲ្យទៅរួចពីមាត់ទេហ្នឹងហើយមិនតែតែអ្នកអស់នោះក៏មិនដែលបានកសាងសាលារៀនអីបានមកខ្នងអីហើយដែរពេលខ្លះនោះប៉ុន្តែចេះតែថាទៅទេប៉ុន្តែសួរថាសាលារៀននោះទៅកើតឡើង100 ឆ្នាំក្រោយមកទេណាទៅពី100 ឆ្នាំមុនជាង100 ឆ្នាំមុនស្រុកខ្មែរមានសាលារៀននៅនៅអញ្ចឹងអ្នកប្រាជ្ញទាំងអស់នោះចេះពីណាថារៀនពីវត្តអញ្ចឹងវត្តនឹងជាសាលារៀនមុនទាំងសាលារៀននៃគេបង្កើតសប្ងៃទៅទៀតណាហើយជាសាលារៀនឥតមានប្រាក់ឈ្នួលប្រាក់ខែទៅទៀត